ចាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការតក្រចកម្សៅការតនេះផងដែរគឺភ្ញៀវគាត់កំងក្រចកវែងអញ្ចឹងខ្ញុំជាជាងគឺខ្ញុំតដោយដំបូងគឺយើងបិទកញ្ចក់បន្ទាប់មករុះយកតម្រង់យកតែម្ដងគឺមិនមានការកាត់នោះទេការតនេះផងដែរគឺយើងត្រូវតប់កញ្ចក់ខាងគល់មុនបន្ទាប់មកយើងដាក់បន្ទាប់ពីដាក់ម្សៅបន្ទាប់ហើយយើងត្រូវដាក់ម្សៅពីចុងទៅវិញពេលដែលតប់ម្សៅលើកញ្ចក់ស្អាតហើយយើងត្រូវរុះកញ្ចក់នោះឲ្យស្អាតបន្ទាប់មកយើងលាបជែលយកដោយដំបូងគឺយើងត្រូវលាបទឹកភ្ជាប់ចូលម៉ាស៊ីនបន្ទាប់មកលាបថ្នាំកញ្ចក់ជែលចូលម៉ាស៊ីនរួចយើងត្រូវលាប UV ជាការស្រេច